ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញការប្រៀបធៀបរវាង Galaxy Note 2 ហើយនិង Galaxy S5 មាន CPU ខុសគ្នាហើយខ្ញុំចង់បង្ហាញអំពីរបៀបការប្រកួតប្រជែងគ្នារវាង benchmark 2 benchmark ថាតើមួយណាលឿនជាងមួយណាហើយខ្ញុំសូមចុចពាក្យតេស្តហើយខ្ញុំសូមចុចពាក្យតេស្តណាចាំមើលហើយសូមបញ្ជាក់ផងដែរនេះគឺ Galaxy Note 2 ហើយនេះគឺ Galaxy S5 ឃើញថាល្បឿនរត់ខុសគ្នាបន្តិចបន្តួចដែរហើយចាំមើលណាមួយណាដែលវារត់បានលឿនមុនគេឃើញថា Galaxy S5 រត់មានល្បឿនលឿនពាក់កណ្ដាលហើយសូមបញ្ជាក់ផងដែរCPU របស់ Galaxy S5 គឺ Quad-Core ហើយ CPU របស់ Galaxy Note 2 Quad-Core ដែរតែ1.14 Galaxy S5 2.5ឃើញថាខុសគ្នាពាក់កណ្ដាលចិត្តពាក់កណ្ដាលដែរឥឡូវសូមបានយើងបញ្ចប់ត្រឹមហ្នឹងហើយយើងចូលមកមើលការប្រៀបធៀប CPU វិញគឺ CPU Z នេះយក CPU Z ណាមើលគឺ4 core ដូចគ្នា core 4ដូចគ្នាតែ Galaxy S5 គឺ 2.5 Galaxy Note 2 គឺ 1.16 អញ្ចឹងមានន័យថាខុសគ្នាល្បឿននេះ 1.16
46នេះមានន័យថាគឺ 2.46 មានន័យថា 2.5 ល្បឿនហើយ 1.60 គឺ 1.6 នេះឯងហើយល្បឿនឃើញថាខុសគ្នាមែនតើគឺ CPU ខុសគ្នាគឺ CPU របស់ Galaxy S5 គឺ Qualcomm Snapdragon CPU របស់ Galaxy Note 2 គឺ Samsung Exynos អញ្ចឹងឃើញខុសគ្នាល្បឿនហើយខ្ញុំសូមអរគុណដែលបងប្អូនបានទស្សនានៅវីដេអូដែលប្រៀបធៀបអំពី Galaxy ដូចគ្នាតែ Galaxy Note 2 ហើយនិង Galaxy S5 បើប្រៀបធៀបនឹង Galaxy S5 លុះត្រាតែយក Note 3 ឬក៏ Note 4 មកដាក់ទើបស្មើព្រោះ S5 វាមានល្បឿនលឿនដោយសារ CPU វាធំហើយ Note 2 ទើបបានស្មើនឹង Galaxy S5 Note 4 ទើបបានស្មើនឹង Galaxy S5 ហើយសូមអរគុណសម្រាប់ការទស្សនានេះសូមជម្រាបលា